មិនមែនជាផ្នែកមួយនៃជីវិតរបស់យើងទេគឺវាទាំងអស់អ្នកត្រូវបានទិញហើយតម្លៃត្រូវបានបង់ពេញដូច្នេះចូលលើកដំកើងព្រះក្នុងរូបកាយអ្នកកូរិនថូសទី1:5 ខំ8 Shalom មិត្តភក្តិជាទីស្រឡាញ់របស់ព្រះម្ចាស់យេស៊ូវគ្រីស្ទរបស់ជាច្រើនក្នុងជីវិតអាចជ្រើសរើសទិញមួយណាប៉ុន្តែវាមិនអនុវត្តចំពោះសេចក្តីជំនឿរបស់យើងលើព្រះយេស៊ូវគ្រីស្ទទេនៅពេលដែលព្រះយេស៊ូវបានទិញយើងដោយព្រះលោហិតរបស់ទ្រង់នៅលើឈើឆ្កាងទ្រង់មិនគ្រាន់តែទទួលបានចំណែកពីយើងនោះទេទ្រង់មិនគ្រាន់តែជាព្រះនៃសាសនាប៉ុណ្ណោះទេទ្រង់ជាម្ចាស់គ្រប់យ៉ាងប៉ុន្តែហេតុអ្វីបានជាពេលខ្លះយើងរស់នៅដូចជាផ្នែកនៃយើងមិនមែនជារបស់ព្រះយេស៊ូវវាមិនយុត្តិធម៌សម្រាប់អ្នកទិញទេផូលបានសរសេរថាអ្នកត្រូវបានទិញជាមួយនឹងតម្លៃដូច្នេះចូលលើកដំកើងព្រះក្នុងរូបកាយអ្នកកូរិនថូសទី1:5 ខំ8ព្រះគ្រីស្ទបានទិញយើងទាំងរូបកាយព្រលឹងនិងវិញ្ញាណចូលយើងធ្វើឲ្យប្រាកដថាយើងអនុញ្ញាតឲ្យទ្រង់ប្រើយើងទាំងស្រុងសម្រាប់សេរីល្អរបស់ទ្រង់ខ្ញុំសូមអញ្ជើញលោក Christian មកជាមួយការសរសើរនៃគ្រួសារដ៏ស្រស់ស្អាតនៃអាយុ Kezia Baterakese ដើម្បីលើកការសរសើរដូចខាងក្រោមព្រះម្ចាស់យេស៊ូវទ្រង់ស្មោះត្រង់គាត់គឺជាមិត្តរបស់យើងនៅក្នុងបញ្ហាទាំងអស់របស់ខ្ញុំលើកទឹកចិត្តខ្ញុំជានិច្ចគាត់យល់ភាសាដំណក់ទឹកភ្នែកពេលព្យុះបោកបក់ហើយរលកវាយប្រហារព្រះម្ចាស់យេស៊ូវទ្រង់ស្មោះត្រង់ក្នុងនាមជាមន្ត្រីរាជការដែលមិនត្រូវផ្លាស់ប្ដូរពីកន្លែងមួយទៅកន្លែងមួយដើម្បីធ្វើការគ្រួសារយើងបានរស់នៅផ្ទះតែមួយរាប់ឆ្នាំមកហើយទោះយ៉ាងណាក៏ដោយមន្ត្រីរាជការជាច្រើនត្រូវរើផ្ទះតាមការកំណត់ហើយដល់ពេលសម្រាប់ពួកគេដើម្បីរីករាយនឹងបរិយាកាសប្លែកនៅក្នុងលំនៅឋានថ្មីរបស់ពួកគេមានពេលខ្លះដែលអ្នកស្វែងរកផ្ទះដែលអ្នកចូលចិត្តហើយធ្វើការផ្ដល់ជូនដើម្បីទិញឬជួលវាប្រសិនបើអ្នកត្រូវទិញពិតណាស់សម្រាប់អ្នកមានត្រូវប្រាកដថាផ្ទះនេះត្រូវបានលក់រួមជាមួយនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះនិងមធ្យោបាយធ្វើដំណើរទោះយ៉ាងណាក៏ដោយវាឧទាហរណ៍គ្រឿងសង្ហារិមមិនត្រូវបានរាប់បញ្ចូលក្នុងការលក់ផ្ទះនោះទេនៅពេលទិញផ្ទះមួយយើងប្រហែលជាមិនទទួលបានផ្ទះពេញលេញដែលមានខ្លឹមសារទាំងអស់នោះទេជាធម្មតាម្ចាស់មុនយករបស់របររបស់គាត់ទៅជាមួយទោះបីជាយើងអាចត្រូវបានផ្ដល់ជម្រើសក្នុងការទិញរបស់របរមួយចំនួនក៏ដោយចូលយើងចងចាំថាព្រះម្ចាស់យេស៊ូវគ្រីស្ទបានទិញយើងទ្រង់បានបង់ដោយព្រះលោហិតរបស់ទ្រង់ទាំងស្រុងអាមែនការបំផុសគំនិតថ្ងៃនេះព្រះយេស៊ូវបានប្រទានដល់ទ្រង់ផ្ទាល់ហើយទ្រង់ក៏សមនឹងទទួលយើងទាំងអស់Tuhan Yesus setia Dia sahabat kita dalam segala susahku selalu menghiburku Dia mengerti bahasa tetesan air mata waktu badai mengamuk dan gelombang menyerang Tuhan Yesus setia Tuhan Yesus setia Dia sahabat kita dalam segala susahku